សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានបន្តចុះបើកវគ្គបណ្ដុះបណ្ដាលដល់យុវជននៅវិទ្យាល័យចំនួន3ក្នុងស្រុកផ្សេងៗគ្នានៅថ្ងៃទី15 16និង17ខែមិថុនាឆ្នាំ2026នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានបន្តចុះបើកវគ្គផ្សព្វផ្សាយស្ដីពីមូលដ្ឋានគ្រឹះកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋមជូនដល់យុវជននៅវិទ្យាល័យចំនួន3ផ្សេងគ្នាគឺទី1វិទ្យាល័យស្រយ៉ង់ស្ថិតក្នុងភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនប្រព្រឹត្តទៅថ្ងៃទី15ក្រោមវត្តមានលោកម៉ាក់ដុងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកគូលែនដែលមានយុវជនចូលរួមសរុប89នាក់ស្រី68នាក់ក្នុងនោះយុវជនរើសបញ្ចូលថ្មីចំនួន45នាក់ស្រី37នាក់ទី2វិទ្យាល័យភ្នំដែកស្ថិតក្នុងភូមិភ្នំដែកឃុំរមនីស្រុករវៀងខេត្តព្រះវិហារប្រព្រឹត្តទៅថ្ងៃទី16ក្រោមវត្តមានលោកធុនសុធាអនុប្រធានគណៈកម្មាធិការសាខាស្រុករវៀងដែលមានយុវជនចូលរួមសរុបចំនួន61នាក់ប្រុស7នាក់ក្នុងនោះយុវជនរើសថ្មីចំនួន29នាក់ស្រី28នាក់និងទី3នៅវិទ្យាល័យមលូព្រៃស្ថិតក្នុងភូមិមលូព្រៃឃុំមលូព្រៃ1ស្រុកឆែមនាថ្ងៃទី17ក្រោមវត្តមានលោកឈឿនតុលាក្រុមគ្រូបង្គោលសាខាខេត្តព្រះវិហារដែលមានយុវជនចូលរួមសរុប54នាក់ស្រី33នាក់ក្នុងនោះយុវជនរើសថ្មីចំនួន32នាក់ស្រី21នាក់នៅក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខាស្រុកបានបញ្ជាក់ថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បីបំពេញបន្ថែមនៅកម្លាំងយុវជនជំនួសសមាជិកចាស់ដែលបានប្រឡងជាប់និងចាក់ចេញទៅបន្តការសិក្សាលោកបានបន្តទៀតថាចំពោះគោលបំណងសំខាន់ក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមានពង្រឹងការយល់ដឹងអំពីប្រវត្តិនិងគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអធិចន្ទក្រហមបណ្ដុះបណ្ដាលជំនាញវិជ្ជាសង្គ្រោះបឋមដើម្បីឲ្យយុវជនមានសមត្ថភាពជួយសង្គ្រោះក្នុងករណីបន្ទាន់ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកនិងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រៅពីការក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលលោកក៏បានផ្ដល់នៅដំបូន្មានសំខាន់មួយចំនួនដើម្បីឲ្យយុវជនយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃត្រូវប្រព្រឹត្តនៅអ្វីដែលល្អៗនិងមានប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាយុវជនគំរូសម្រាប់យុវជនជំនាន់ក្រោយៗទៀតលោកក៏បានផ្ដាំផ្ញើឲ្យប្អូនៗត្រូវខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អនៅក្នុងសង្គមជៀសឲ្យឆ្ងាយដាច់ខាតពីគ្រឿងញៀនដែលបំផ្លាញអនាគតត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពទាំងអស់គ្នាចូលរួមថែរក្សាអនាម័យនិងសម្អាតបរិស្ថានទាំងនៅក្នុងសាលានិងទីសាធារណៈជៀសវាងការប្រើប្រាស់អំពើហិង្សាត្រូវចេះជួយសម្រាលការងារផ្ទះរបស់ឪពុកម្ដាយបន្ទាប់ពីទំនេរពីការសិក្សា